ជំរាបសួរសួស្តីបងប្អូនសិស្សសាស្ត្រនិងសិស្សទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីស្វ័យសិក្សាពីចម្ងាយក្នុងមុខវិជ្ជាជីវវិទ្យាថ្នាក់ទី11ចា៎ជួបជាមួយនឹងគ្រូឈ្មោះជាសុភាជាគ្រូបង្រៀនមកពីវិទ្យាល័យព្រះសិសុវត្ថិសាលារៀនចំនួនថ្មីថ្ងៃនេះដែរអ្នកគ្រូនឹងនាំបងប្អូនទៅកាន់សំណួររំលឹកមេរៀនរបស់យើងដែលទៅទៅនឹងមេរៀនទី3ដំណោះដំណាលកោសិកានិងរូបគុំខ្សែរាងកាយរស់ដែលក្នុងនោះគឺរួមមានលំហាត់ចំនួន2លំហាត់តូចៗផងដែរចា៎ចឹងសូមតាមដានទាំងអស់គ្នាចឹងមុននឹងចូលទៅដល់ខ្លឹមសារនៃសំណួររបស់យើងអ្នកគ្រូក៏សូមបង្ហាញវត្ថុបំណងនៃមេរៀនរបស់យើងថ្ងៃនេះគឺក្រោយបងប្អូនបានឆ្លើយសំណួរដែលអ្នកគ្រូបានសួរនឹងចប់គឺបងប្អូនអាចឲ្យនិយមន័យពាក្យកន្លឹះសំខាន់ដែលតកតងនឹងដំណើរចំណាយកោសិកាអាចបង្ហាញពីកន្លឹះដោះស្រាយលំហាត់ក្នុងដំណើរមីតូនិងក៏អាចដោះស្រាយលំហាត់ខ្លះៗដែលតកតងនឹងវដ្តកោសិកាឬដំណើរមីតូផងដែរចា៎អញ្ចឹងចូលដល់សំណួរទី1តើវដ្តកោសិកាជាអ្វីតែអញ្ចឹងសូមមើលចម្លើយទាំងអស់គ្នាចម្លើយកជាលំនាំមួយដែលនយោកោសិកាមួយចែកខ្លួនបាននយោកោសិកាកូន2ចម្លើយខជារយៈពេលដែលកោសិកាលូតលាស់មុននឹងចែកខ្លួនកជារយៈពេលដ៏ស្ងៀមស្ងាត់ដែលកោសិកាមួយចែកខ្លួនបានកោសិកាកូន2និងខជារយៈពេលដែលកោសិកាលូតលាស់និងចែកខ្លួនដែលក្នុងនោះមានរួមចន្លោះវគ្គបូកជាមួយនឹងចំណែកកោសិកាចាអញ្ចឹងបងប្អូនគិតថាចម្លើយមួយណាដែលត្រឹមត្រូវចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខជារយៈពេលដែលកោសិកាលូតលាស់និងចែកខ្លួនដែលក្នុងនោះរួមមានចន្លោះវគ្គនិងចំណែកកោសិកាចូលដល់សំណួរទី2នៅក្នុងវគ្គ S នៃចន្លោះវគ្គតើមានបាតុភូតសំខាន់អ្វីកើតឡើងចាអញ្ចឹងយើងឃើញរូបភាពនេះហើយគឺជាវដ្តកោសិកាមួយដែលក្នុងនោះគឺវាមានចន្លោះវគ្គបូកជាមួយនឹងចំណែកកោសិកាហើយក្នុងចំណែកកោសិកាគឺមានមីតូសនិងចំណែកស៊ីតូផ្លាសហើយឥឡូវយើងនិយាយពីចន្លោះវគ្គដែលមាន3វគ្គនៅក្នុងនោះគឺវគ្គ Z1 វគ្គ S និងវគ្គ Z2 អញ្ចឹងក្នុងវគ្គ S នេះតើមានបាតុភូតសំខាន់អ្វីកើតឡើងអញ្ចឹងគឺមានចម្លើយ4ចម្លើយកគឺក្រូម៉ូសូមរុញខ្លីខស្វ័យឡើងទ្វេ ADN កក្រូម៉ូសូមរលានិងខចំណែកស៊ីតូផ្លាសចាអញ្ចឹងគិតទាំងអស់គ្នាមើលចម្លើយណាដែលត្រឹមត្រូវចាចម្លើយត្រឹមត្រូវគឺចម្លើយខគឺស្វ័យឡើងទ្វេ ADN កើតមាននៅក្នុងវគ្គ S នៃចន្លោះវគ្គចានេះគឺជារូបភាពនៃការស្វែងរកទ្វេ ADN គឺមានន័យថានៅទីបញ្ចប់នៃការស្វែងរកទ្វេគឺគេទទួលបាន ADN កូន2ដែលមានលក្ខណៈដូចគ្នាបិទទៅនឹង ADN ដើមនេះទៅអញ្ចឹងណាសំណួរទី3តើក្រូម៉ាទីតបងប្អូនជាអ្វីចាអ្នកគ្រូមានចម្លើយឲ្យ4ដែរចម្លើយកជាគូក្រូម៉ូសូមបងប្អូនដូចគ្នាដែលមួយបានមកពីមេនិងមួយទៀតបានមកពីបាចម្លើយខជាគូក្រូម៉ូសូមដែលមានរូបរាងដូចគ្នាទំហំប្រវែងនិងទីតាំងសង់ត្រូមែរចម្លើយកជាដៃម្ខាងរបស់ក្រូម៉ូសូមមួយដែលកើតឡើងដោយសារស្វ័យឡើងទ្វេ ADN នៅចន្លោះវគ្គនិងចម្លើយខជាក្រូម៉ូសូមមួយគូដែលមានទីតាំងនិងប្រវែងស្មើគ្នាតែមានហ្សែនខុសគ្នាអញ្ចឹងបងប្អូនគិតថាចម្លើយមួយណាដែលត្រឹមត្រូវនឹងចម្លើយទាំង4នេះចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកជាដៃម្ខាងរបស់ក្រូម៉ូសូមដែលកើតឡើងដោយការស្វែងឡើងទ្វេរបស់ ADN នៅចន្លោះវគ្គចាអញ្ចឹងចូលដល់សំណួរទី4តើនៅវគ្គណានៃមីតូដែលក្រូម៉ូសូមមួយមានក្រូម៉ាទីត2ចាអញ្ចឹងគឺមានចម្លើយ4គឺកប្រូផាសខមេតាផាសកអាណាផាសនិងខចម្លើយកនិងខមានន័យថាប្រូផាសនិងមេតាផាសឆ្លើយបងប្អូនគ្នាចម្លើយត្រឹមត្រូវគឺចម្លើយកនិងខមានន័យថាប្រូផាសនិងមេតាផាសអញ្ចឹងយើងមើលរូបភាពអស់គ្នាណានេះគឺជាវគ្គទី1នៃមីតូគឺប្រូផាសនេះជាវគ្គទី2នៃមីតូគឺមេតាផាសចាដែលយើងឃើញថាក្រូម៉ូសូមមួយមានក្រូម៉ាទីតដល់ទៅ2ចាដែលភ្ជាប់គ្នាដោយសង់ត្រូមែរចាចូលដល់សំណួរទី5តើវគ្គណានៃមីតូដែលក្រូម៉ូសូមមួយមានក្រូម៉ាទីត1អញ្ចឹងគឺមានចម្លើយ4កប្រូផាសខមេតាផាសកអាណាផាសនិងខចម្លើយកនិងខចាអញ្ចឹងវគ្គណាដែរដែលមានក្រូម៉ាទីតតែ1ក្រូម៉ូសូមមួយមានក្រូម៉ាទីតតែ1ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកគឺអាណាផាសចាយើងបន្តមើលរូបភាពមិញទៀតមិញនេះគឺជាវគ្គទី1នៃមីតូគឺប្រូផាសនេះវគ្គទី2នៃមីតូហៅថាមេតាផាសដែលយើងឃើញក្រូម៉ូសូមដែលមានក្រូម៉ាទីត2នោះមកតម្រៀបលើប្លង់តែមួយហៅថាផ្លាកអេក្វាទ័រហ្នឹងបន្ទាប់មកយើងឃើញថានៅវគ្គបន្ទាប់គឺវគ្គអាណាផាសនេះឯងណា
ដែលក្រុមម៉ូសូមមួយមានតែក្រុមទីតែមួយទេដោយសារតែមានចំណែកសង់ត្រូមៀណាហើយដោយការរុញខ្លីនៃត្រយងសរសៃត្រយងអក្រូម៉ាទិកគឺសរសៃក្រុមម៉ូសូមផងវាទីមកដល់ប៉ូលទាំងសងខាងអញ្ចឹងធ្វើឲ្យក្រុមម៉ូសូមមួយមានក្រុមទីតែមួយទេសំណួរទី6ខាងក្រោមនេះតើមួយណាជាអ្វីដែលមិនបានកាត់ឡើងក្នុងវគ្គប្រផាសចាអញ្ចឹងគឺមានចម្លើយ4កក្រុមម៉ាទីនរុញខ្លីធ្វើឲ្យក្រុមម៉ូសូមលេខរូបរាងច្បាស់ខភ្នេះណាយោនិងនុយក្លេអូរលីបាត់កជាវគ្គដែលមានរយៈពេលវែងជាងគេក្នុងចំណោមវគ្គផ្សេងៗនៃមីតូសខក្រុមម៉ូសូមដុំគ្នាលើអេក្វាទ័រចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខគឺក្រុមម៉ូសូមដុំលើអេក្វាទ័រព្រោះយើងដឹងថានៅក្នុងវគ្គមេតាប៉ាសទើបមានការដុំគ្នានៃក្រុមម៉ូសូមនៅលើអេក្វាទ័រអញ្ចឹងមិនមែនជាអ្វីដែលកើតឡើងក្នុងវគ្គប្រផាសទេចាចូលដល់សំណួរទី7កោសិកាមួយមានក្រុមម៉ូសូម8នៅវគ្គមេតាប៉ាសតើកោសិកានេះមានក្រុមទៀតសរុបចំនួនប៉ុន្មានចាអញ្ចឹងគឺមានចម្លើយ4ក2ខ4ក16និងខ32យើងក៏លេខមើលរូបភាពទាំងអស់គ្នានេះគឺជាក្រុមម៉ូសូមមួយក្រោយពេលវាស្វែងឡើងពេកគឺក្រុមម៉ូសូមមួយមានក្រុមទៀត2យើងហៅវាថាក្រុមទៀតបងប្អូនដែលភ្ជាប់គ្នាត្រង់សង់ត្រូមៀអញ្ចឹងនៅវគ្គមេតាប៉ាសតើកោសិកាដែលមានក្រុមម៉ូសូម8ហ្នឹងមានក្រុមទៀតសរុបចំនួនប៉ុន្មានចាអញ្ចឹងយើងឆ្លើយទាំងអស់នេះគឺចំនួន16ហើយបានថា16ចាយើងមើលទាំងអស់គ្នានេះគឺនៅវគ្គមេតាប៉ាសមែនទេចាអញ្ចឹងប្រសិនបើយើងមើលរូបភាពនេះគឺយើងឃើញមានក្រុមម៉ូសូមតែ4ទេហើយបើ4មានន័យថាមាន8ក្រូម៉ាទីតអញ្ចឹងណាចុះបើយើងមាន8ក្រុមម៉ូសូមវាមិនខុសគុណនឹង2ព្រោះក្រុមម៉ូសូមមួយមានក្រុមទៀត2អញ្ចឹងវាឡើងដល់ទៅ16នេះជារូបភាពឧទាហរណ៍ទេណាចាសំណួរទី8កោសិកាមួយមានក្រុមម៉ូសូម38នៅវគ្គអាណាផាសតើកោសិកានេះមានក្រុមម៉ាទីតសរុបចំនួនប៉ុន្មានចាអញ្ចឹងគឺមានក្រុមម៉ូសូម1នេះក្រុមម៉ាទីត2អញ្ចឹងក្រុមម៉ូសូមមានក្រុមម៉ាទីត2អញ្ចឹងបើសិនបើកោសិកាមួយមានក្រុមម៉ូសូម38តើនៅវគ្គអាណាផាសដែលជាវគ្គទី3នៃមីតូសហ្នឹងណាកោសិកានេះមានក្រុមម៉ាទីតសរុបចំនួនប៉ុន្មានចាអញ្ចឹងគឺមានចម្លើយ4ក8ខ16ក38ខ76ចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយមួយណាចម្លើយត្រឹមត្រូវគឺចម្លើយខគឺ76ហើយបានថា76យើងមើលរូបភាពទាំងអស់គ្នាណានៅវគ្គអាណាផាសហ្វៃបតែវាមានចំណែកសង់ត្រូមៀមែនប៉ុន្តែកោសិកាអត់ទាន់បានចែកដាច់ពីគ្នាទេត្រូវទេចាអញ្ចឹងក្រុមម៉ូសូមមួយមានក្រុមទៀតមួយមែនប៉ុន្តែក្រុមទៀតទាំងអស់នោះគឺនៅក្នុងកោសិកាតែមួយទេអញ្ចឹងប្រសិនបើវាមាន38ក្រុមម៉ូសូមអញ្ចឹងពេលកែឡើងវាហើយគឺមានក្រុមម៉ូសូមមានក្រុមទៀត2អញ្ចឹងបើក្រុមម៉ូសូម38ត្រូវគុណនឹង2ទៅអញ្ចឹងវាឡើងទៅ76ចូលដល់សំណួរទី9កោសិកាមួយមានក្រុមម៉ូសូម38នៅវគ្គប្រផាសតើកោសិកានេះមានក្រុមម៉ាទីតសរុបចំនួនប៉ុន្មាននៅគឺមានចម្លើយ4ក8ខ16ក38ខ76ចាអញ្ចឹងខ្ញុំគិតថាចម្លើយមួយនេះត្រឹមត្រូវចាចម្លើយត្រឹមត្រូវគឺចម្លើយខគឺ76ហើយបានចឹងព្រោះនៅក្នុងវគ្គហ្នឹងគឺក្រុមម៉ូសូមមួយមានក្រុមម៉ាទីត2អញ្ចឹងប្រសិនបើយើងមើលរូបភាពនេះណានេះជាវគ្គប្រផាសហ្នឹងហើយអញ្ចឹងប្រសិនបើកោសិកាវាមានក្រុមម៉ូសូម4មានវាមានក្រុមម៉ាទីតដល់ទៅប៉ុន្មាន8អញ្ចឹងណាចុះប្រសិនបើកោសិកាមានក្រុមម៉ូសូម38អញ្ចឹងវាត្រូវមានក្រុមម៉ាទីតចំនួន76សំណួរទី10ក្នុងរូបភាពនេះតើនៅវគ្គអាណាផាសកោសិកានេះមានក្រុមទៀតប៉ុន្មានណាវគ្គអាណាផាសក្នុងរូបភាពនេះណាចាអត់មានតែមើលរូបភាពផ្សេងចឹងគឺមានចម្លើយ4ក1ខ2ក4និងខ8ចាយើងមើលរូបភាពអស់នេះមកតើនៅក្នុងវគ្គអាណាផាសនេះមានក្រុមទៀតប៉ុន្មានចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខគឺ8ទោះបីជាមានចំណែកសង់ត្រូមៀធ្វើឲ្យក្រុមម៉ូសូមដាច់ចេញពីគ្នាប៉ុន្តែកោសិកានេះអត់ទាន់ដាច់ចេញពីគ្នាទេអញ្ចឹងគឺក្រុមអាទិត្យនៅតែមាននៅក្នុងកោសិកានឹងដដែលសំណួរទី11កោសិកាមេមួយធ្វើមីតូសមួយដងតើទទួលបានកោសិកាកូនប៉ុន្មានចាអញ្ចឹងនេះគឺចម្លើយ4កកោសិកាកូន1ខកោសិកាកូន2កកោសិកាកូន3និងខកោសិកាកូនច្រើនចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយមួយណាបើវាធ្វើមីតូសមួយដងចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខគឺកោសិកាកូន2ចាអញ្ចឹងយើងមើលរូបមន្តបងប្អូន
បើកោសិកាមួយធ្វើមីតូមួយដងគឺវាបាន2ស្វេគុណ1ហើយបើកោសិកាមួយធ្វើមីតូ2ដងគឺបាន2ស្វេគុណ2អញ្ចឹងបើយើងនិយាយ2ស្វេគុណ1គឺស្មើ2 2ស្វេគុណ2ស្មើ4មែនទេចាហើយបើកោសិកាមួយធ្វើមីតូ3ដងគឺបាន2ស្វេគុណ3អញ្ចឹងវាបាន8អញ្ចឹងទៅអញ្ចឹងប្រសិនបើកោសិកាមួយធ្វើមីតូចំនួន n ដងយើងអត់ដឹងទេថាប្រហែលដងអញ្ចឹងយើងលើក2ស្វេគុណ n ទៅណាលើកចំនួនដងដាក់ទៅជាស្វេគុណទៅសំណួរទី12ក្នុងកោសិកាមួយមានក្រូម៉ូសូមចំនួន38ក្រោយចំណែកកោសិកាមួយដងតើមានក្រូម៉ូសូមប្រមាណក្នុងកោសិកាកូននីមួយៗចាអញ្ចឹងយើងមើលចម្លើយអស់គ្នាចម្លើយមានក2ខ19ក38និងខ76ចាអញ្ចឹងបងប្អូនឆ្លើយមើលតើចម្លើយគឺ38ដដែលហើយបានអញ្ចឹងមកពីឧទាហរណ៍ឥឡូវយើងមើលរូបភាពនេះណារូបភាពជារូបភាពគំរូទេព្រោះយើងអាចគូសដល់ក្រូម៉ូសូម38វាច្រើនឧទាហរណ៍ថាឥឡូវកោសិកានេះមានក្រូម៉ូសូម2អញ្ចឹងវាស្វែងឡើងធ្វើទៅបានក្រូមទៀត2ណាក្រូម៉ូសូម1មានក្រូមទៀត2នេះនៅវគ្គមេតាផាសនេះនៅអាណាផាសដាច់ចេញពីគ្នានៃក្រូមទៀតបងប្អូនអញ្ចឹងនៅចំណែកចុងក្រោយគឺតេឡូផាសចាប់តេឡូផាសគឺចូលដល់ចំណែកស្ទើផ្លាអញ្ចឹងវាបានកោសិកាកូន2ណាចាអញ្ចឹងកោសិកាកូន2នេះគឺមានចំនួនក្រូម៉ូសូមដដែលដូចកោសិកាមេអញ្ចឹងណាចឹងបើកោសិកាមេវាមាន2ក្រូម៉ូសូមវាក៏មាន2ដែរកោសិកាកូនទាំង2ហ្នឹងហើយដូចគ្នាទៀតចាចឹងបើកោសិកាមានក្រូម៉ូសូម38កោសិកាកូននីមួយៗគឺមានក្រូម៉ូសូម38ដែរហើយចាចូលដល់សំណួរទី13ស៊ីហ្គោតមួយធ្វើចំណែកមីតូ3ដងคล้ายជាអំប្រយ៉ងមួយតើអំប្រយ៉ងនេះមានកោសិកាកូនចំនួនប៉ុន្មានចាអញ្ចឹងnóក៏មានចម្លើយ4ក2ខ4ក8និងខ16អញ្ចឹងចម្លើយមួយណាដែលត្រឹមត្រូវចាចម្លើយត្រឹមត្រូវគឺ8ចម្លើយកខ្ញុំមើលរូបភាពមួយណាកោសិកាមួយធ្វើមីតូម្ដងចា2សេគុណ1មក2អញ្ចឹងហ៎ចឹងអា2ហ្នឹងវាចាប់បានធ្វើចំណាយបន្តទៀតអញ្ចឹងមួយនេះវាចាប់ធ្វើម្ដងរបស់វាដែរអាមួយនេះវាចាប់បានធ្វើម្ដងរបស់វាដែរអញ្ចឹងទៅអញ្ចឹងនៅចុងចំណែកទី2យើងទទួលបានកោសិកាកូនចំនួន4 2សេគុណ2ស្មើ4ចាអញ្ចឹងមកវាធ្វើ3ដងមានន័យថាវាបាន8កោសិកាសំណួរទី14អំប្រយ៉ងមួយកាត់ចេញពីស៊ីហ្គោតមួយទទួលបានកោសិកាស្រាប់ចំនួន16ចូលរកចំនួនវត្តកោសិកាដែលអំប្រយ៉ងបានឆ្លងកាត់ចម្លើយមាន4ក2វត្តកោសិកាខ3វត្តកោសិកាក4វត្តកោសិកានិងខ5វត្តកោសិកាចាអញ្ចឹងចម្លើយត្រឹមត្រូវគឺ4វត្តកោសិកាហើយបានថា4យើងឃើញថាវាទទួលបានកោសិកាកូនស្របចំនួន16មែនទេចាអញ្ចឹងបើវាធ្វើមីតូម្ដងយើងលើក2សេគុណ1 2ដង2សេគុណ2 3ដង2សេគុណ3អញ្ចឹង4ដងយើងដាក់2សេគុណ4អញ្ចឹង2សេគុណ4ស្មើដល់6អញ្ចឹងយើងអាចនិយាយថាវាធ្វើមីតូចំនួន4ដងឬក៏វាឆ្លងកាត់វត្តកោសិកាចំនួន4ដងចា4វត្តសំណួរទី15អំប្រយ៉ងមួយកាត់ចេញពីស៊ីហ្គោតមួយទទួលបានកោសិកាសរុបចំនួន16ដោយចំណាយពេល4ថ្ងៃតើមួយវត្តកោសិកាមានរយៈពេលប៉ុន្មានម៉ោងចាអញ្ចឹងឲ្យចម្លើយទៅ4ក2ម៉ោងខ8ម៉ោងក16ម៉ោងនិងខ24ម៉ោងចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខគឺ24ម៉ោងទៅទេជាងចង់និយាយថាមួយវត្តកោសិកាហ្នឹងគឺមានរយៈពេល24ម៉ោងអញ្ចឹងវាចំណាយពេល4ថ្ងៃហើយក្នុង4ថ្ងៃហ្នឹងគឺវាធ្វើមីតូចំនួនប៉ុន្មានដងវាធ្វើមីតូ4ដងព្រោះ2គុណ4ស្មើ16មែនទេបើកោសិកាកូនស្រុកវា16មានវាធ្វើចំណែក4ដងអញ្ចឹងបូក4ដង4ថ្ងៃដែរអញ្ចឹងមានន័យថាវាមួយថ្ងៃគឺមួយវត្តកោសិកាអញ្ចឹងមួយថ្ងៃស្មើ24ម៉ោងចូលដល់សំណួរទី16នៅក្នុងរូបភាពនេះតើអ្នកគិតថារូបភាពមួយណាបង្ហាញពីមីតូក្នុងកោសិកាសត្វចាអញ្ចឹងរូបភាពកគឺរូបភាពខចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខចាគឺជាដំណើរមីតូនៅក្នុងកោសិកាសត្វសំណួរទី17តើហេតុផលអ្វីបានជាអាចថារូបភាពនេះបង្ហាញពីមីតូក្នុងកោសិកាសត្វអញ្ចឹងយើងមានចម្លើយ4ទាំងអស់នេះជ្រើសរើសមកកមានចំណែកស៊ីតូប្លាសក្នុងកោសិកាខមានចំណែកសង់ទ្រមៀននៅវគ្គអាណាផាសកមានសរសៃត្រយងអាក្រូម៉ាទិកកើតឡើងនិងខមានសណ្ដួចត្រង់ចន្លោះរវាងកោសិកាកូនទាំងពីរទៅមើលរូបភាពនេះណា
hạt phó đấy bạn dương tham vi chi mi tô nông cao cả sát chả chẳng chụp lại tâm ra cái chụp lại khờ cứ mình sẵn đôi chiếc đục lá trong chân lo rồi việc này vô có được có cao cả con được bì này nhưng khơi nhá chả lại nè sunu tí đập rầm bầy ta mùi ná mình mền chi này tí được bao mi tô trong bố sa biển cả ai cao cả chả sa biển cả được cả làm việc cao cả thì muối á chả chụp lại miền bốn có bận tập với đợt hết đầm bầy bằng cát cao cả mấy kho bằng cát cao cả mấy đợt chuột cao cả chả chả cơการลุกล้อในซาเพียงกายดำรงการจำนวนการสกัดหนึ่งข้อจำลายข้อหนึ่งเกิดจ้ะจังประมาณกระทำจำลายไว้นั่นแหละตรมไตรแต่จำลายตรมไตรคือจำลายก็คือบรรทับไปดัดเพศดับเป็นการการสกัดใหม่ๆจังจำพวกจำลายครั้งนี้คือที่จำลายบอสซาเพียงกายเปียหุการสกัดเตนะจำลายซาเพียงกายการสกัดยังไอเผอบานทาchỉ cả bản tập vui đợt phê đầm bầy bằng cát cao scan mình mấy dương phở từ lơ bộ amip hay năng paramesiคือbộ đại miền này vôคือbộ sa phiên cài cardio นะรับประมูลhai đầu với ban chia จำนวนโครโมโซมក្នុងកោសិកាកូនដោយគ្នាទៅនឹងចំនួនโครโมโซมក្នុងកោសិកាមេចាមិនបានវាធ្វើចំណែកហើយនៅតែចំនួនโครโมโซมវានៅតែដដែលចាអញ្ចឹងចម្លើយមាន4ក៏ការស្វែងរកពី ADN នៅវគ្គ S នៃចន្លោះវគ្គខโครโมโซมដុំគ្នានៅអេក្វាទ័រក្នុងវគ្គមេតាផាកចំណែកសង្ទ្រមៈដែលចែកក្រុមទៀតបងប្អូនជា2នៅវគ្គអនាផានិងចម្លើយខគឺកនិងកជាចម្លើយត្រឹមត្រូវតែជាងយើងផ្អែកលើហេតុផលអីបានជាយើងអាចនិយាយថាក្រូម៉ូសូមក្នុងកោសិកាកូនដូចគ្នាទៅនឹងចំនួនក្រូម៉ូសូមក្នុងកោសិកាមេតើដោយសារកត្តាអ្វីចាចម្លើយត្រឹមត្រូវគឺចម្លើយខគឺចម្លើយកនិងកមានន័យថាក៏គឺការស្វែងរកវគ្គនៅវគ្គ S នៃចន្លោះវគ្គដែលធ្វើឲ្យចំនួនក្រូម៉ូសូមកើនឡើងទ្វេបន្ទាប់មកនៅក្នុងវគ្គអនាផាគឺមានចំណែកសង្ទ្រមៈដែលធ្វើឲ្យក្រុមទៀតបងប្អូនបែរជាគ្នាទៅវិញចឹងហើយបានជានៅក្នុងកោសិកាកូនទាំងពីរហ្នឹងគឺមានចំនួនក្រូម៉ូសូមដូចគ្នាទៅនឹងដូចគ្នាហើយដូចគ្នាទៅនឹងចំនួនក្រូម៉ូសូមក្នុងកោសិកាមេទៀតសំណួរទី20ហេតុអ្វីបានជាគេមិនប្រើពាក្យមីតូសនៅក្នុងការបន្តពូជរបស់បាក់តេរីចាអញ្ចឹងក៏មានចម្លើយ4កព្រោះបាក់តេរីមានក្រូម៉ូសូមតិចខព្រោះបាក់តេរីជាសារពាង្គកាយឯកោសិកាកព្រោះបាក់តេរីជាសារពាង្គកាយប្រូការីយ៉ូតនិងខព្រោះបាក់តេរីមានទំហំតូចពេកចាអញ្ចឹងបងប្អូនគាត់ថាចម្លើយមួយណាដែលត្រឹមត្រូវចាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយគឺដោយសារតែបាក់តេរីនេះជាសារពាង្គកាយប្រូការីយ៉ូតវាអត់មានន័យយកពិតប្រាកដទេចាអញ្ចឹងយើងបានអនយមន័យមីតូរួចហើយថាមីតូគឺជាដំណំមួយដែលន័យយកកោសិកាមេ1ចែកបានន័យយកកោសិកាកូន2ចាហើយចំនួននឹងរូបរាងក្រូម៉ូសូមវាដូចគ្នានឹងកោសិកាមេអញ្ចឹងបើយើងនិយាយពីន័យយកអញ្ចឹងនៅក្នុងបាក់តេរីមានន័យយកទេមែនទេអញ្ចឹងយើងអត់អាចប្រើពាក្យថាបាក់តេរីធ្វើមីតូទេចាប៉ុន្តែពួកដូចជាអាមីបហើយនិងប៉ារ៉ាមេស៊ីគឺអាចប្រើបានពាក្យថាមីតូហ្នឹងណាដោយសារពួកវាជាសារពាង្គកាយការីយ៉ូតអញ្ចឹងចំពោះបាក់តេរីយើងប្រើពាក្យថាវាចែកខ្លួនឬក៏វាបន្តពូជល្អិតភេទតាមការចែកខ្លួនជា2យ៉ាងទៅឥឡូវយើងចូលដល់គន្លឹះដោះស្រាយលំហាត់ដែលតកតងលំហាត់មីតូរបស់យើងគូបង្ហាញគន្លឹះសំខាន់ប៉ុណ្ណេះឯងបើកោសិកាមួយធ្វើមីតូមួយដងទទួលបានកោសិកាកូន2សេគុន1មានថា2ទៅដែរណាអញ្ចឹងបើវាធ្វើ2ដងទទួលបានកោសិកាកូន2សេគុន2 3ដងទទួលបានកោសិកាកូន2សេគុន3ចាគឺ8អានេះ2ដងបាន4យ៉ាងទៅ8យ៉ាងទៅចាអញ្ចឹងបើកោសិកាមួយធ្វើមីតូ n ដងទទួលបានកោសិកាកូន2សេគុន n ជាអតិវិបាកថាចំពោះកោសិកាចំនួន x នេះមានថាអាចជាមួយកោសិកា2យ៉ាងទៅធ្វើមីតូ n ដងនាំឲ្យកោសិកាកូនស្មើនឹងចំនួនកោសិកាហ្នឹងគុណនឹងចំនួន2សេគុន n ដែលវាបានធ្វើមីតូហ្នឹងណាដូចនេះកោសិកាចំនួន x ធ្វើមីតូ n ដងគេបានកោសិកាកូន x គុណនឹង2សេគុន n អញ្ចឹងបើយើងនិយាយថាកោសិកា2ធ្វើមីតូម្ដងទទួលបានកោសិកាកូន2គុណនឹង2សេគុន1អញ្ចឹងចំនួនកោសិកាកូនយើងយកទៅគុណនឹងចំនួនដងនៃការធ្វើមីតូរបស់វាទៅចុចដោយកន្លឹះមួយទៀតគឺនេះនិយាយពីពាក្យមួយចំនួនដែលយើងប្រើនៅក្នុងលំហាត់ណាគឺទី1វត្តកោសិកា1វត្តកោសិកាគឺវាស្មើនឹងចន្លោះវគ្គបូកចំណែកកោសិកាហើយក្នុងចំណែកកោសិកានោះគឺវាមានមីតូហើយនឹងចំណែកស៊ីតូផ្លាសទៀតយើងក៏អាចនិយាយបានដែរថា1វត្តកោសិកាស្មើនឹងចន្លោះវគ្គបូកមីតូអញ្ចឹងយើងក៏អាចប្រើពាក្យប៉ុណ្ណឹងក៏បានមួយដូចគ្នាឬក៏យើងត្រូវថា
ឬមីតូមួយដងស្មើមួយវត្តកោសិកាក៏បានដែរព្រោះឯកាលណាវាចប់មីតូម្ដងមានថាវាបានឆ្លងកាត់ចំណែកកោសិកាវាបានឆ្លងកាត់ចន្លោះវគ្គរួចហើយអញ្ចឹងបានវាខ្លាចធ្វើមីតូកើតជំមានន័យថាមួយដងនេះមីតូក៏ស្មើនឹងមួយដងវត្តកោសិកាដែរឬក៏យើងអាចថាមួយវត្តកោសិកាស្មើនឹងចំណែកកោសិកាមួយដងចាអញ្ចឹងក៏បានដូចគ្នាណាអញ្ចឹងពាក្យហ្នឹងគេអាចនឹងប្រើបាននៅក្នុងលំហាត់គឺគេប្រើមួយណាក៏បានដែរចាអញ្ចឹងដូចយើងឃើញហើយនេះប្រសិនបើវាបានឆ្លងកាត់ចំណែកកោសិកាម្ដងក៏មានន័យថាវាបានឆ្លងកាត់ចន្លោះវគ្គហើយមែនទេចាអញ្ចឹងក៏មានន័យថាវាបានឆ្លងកាត់មួយវត្តកោសិកាដែរអញ្ចឹងហើយបានជាគេអាចប្រើពាក្យហ្នឹងជំនួសគ្នានៅក្នុងពេលដែលយើងធ្វើលំហាត់ចឹងនេះជាគន្លឹះដែលក្នុងការរកចំនួនក្រុមទិសដែលយើងឃើញនៅក្នុងសំណួរមិញហ្នឹងណាចាចំនួនក្រុមទិសក្នុងវគ្គនីមួយៗចឹងប្រុសផាសគឺក្រុមសូម1មានក្រុមទិសតទៅ2មេតាផាសក្រុមសូម1មានក្រុមទិស2ចាប៉ុន្តែចូលដល់អាណាផាសគឺក្រុមសូម1មានក្រុមទិសតែមួយទេចាដោយសារមានចំណែកសង់ទ្រមេហើយនៅវគ្គទេលូផាសក្រុមសូម1ក៏មានក្រុមទិសតែមួយដែរចាអញ្ចឹងយើងឃើញហើយណានេះក្រុមសូម1កាលណាវាផ្សាយម្ដងធ្វើទៅខ្លាយជាក្រុមទិសបងប្អូនចាអញ្ចឹងយើងមកមើលកលិះមួយទៀតគឺតកតងចំនួនខ្សែគុណអញ្ចឹងទាំងអស់នេះរៀនគណិតវិទ្យាគាត់ទីចងចាំឲ្យប៉ុន្តែគ្រាន់តែកត់បន្ថែមទៀតទៅនៅក្នុងមេរៀនជីវៈរបស់យើងណានិយាយពីចំនួនខ្សែគុណហ្នឹងចាឥឡូវចូលដល់លំហាត់ទី1លំហាត់ទី1នេះគេនិយាយថាស៊ីហ្គូតមួយទូលាស់ខ្លាចជាអំប្រយ៉ងមួយដែលមានកោសិកាចំនួន64ក៏តើអំប្រយ៉ងនេះរងមីតូសប៉ុន្មានដងចាសំណួរខចូលរករយៈពេលវត្តកោសិកានីមួយៗគិតជាម៉ោងដោយដឹងថាវាបានប្រើរយៈពេលសរុបអស់120ម៉ោងចាអញ្ចឹងទាំងអស់គ្នាមើលការបកស្រាយរបស់គ្នាណាចាឥឡូវនៅគូបង្ហាញពាក្យថាពីស៊ីហ្គូតទៅអំប្រយ៉ងអញ្ចឹងក្រោយពេលបង្កកំណើតស្ពាននឹងអូវារលាយយុនេះខ្លះទៅជាស៊ីហ្គូតហើយស៊ីហ្គូតនោះបានចាប់ដើមចែកខ្លួនអញ្ចឹងចែកខ្លួនជាបន្តទៅបានខ្លះជាអំប្រយ៉ងអញ្ចឹងណាចាអញ្ចឹងដំណោះស្រាយលំហាត់ទីអនុវត្តទី1របស់យើងគឺមាននៅក្នុងនេះឯងចាអញ្ចឹងសំណួរទី1កនោះគឺគេរកចំនួនដងនៃមីតូចាហើយយើងស្រង់បំរាប់មកបំរាប់របស់យើងគេនិយាយថាកោសិកាក្នុងអំប្រយ៉ងនោះមានចំនួន64ចាអញ្ចឹងឥឡូវយើងសរសេរបែបនេះណានៅពេលដែលគេសួររកចំនួនដងនៃមីតូយើងត្រូវសរសេរបែបនេះឯងបើកោសិកាមួយធ្វើមីតូមួយដងទទួលបានកោសិកាកូនចំនួន2គឺ2សេគុណ1ណា2ដងបានកោសិកាកូន2សេគុណ2ស្មើប្រមាណយើងដាក់ខាងក្រោយនឹងក៏បានដែរចាយើងសរសេរបែបនេះឯងចំនួន3ដងមកចា3ដងបានកោសិកាកូនចំនួន2សេគុណ3ចាហើយយើងចុចត្រីតិចមកណាចាអញ្ចឹងបើកោសិកាមួយធ្វើមីតូ n ដងទទួលបានកោសិកាកូន2សេគុណ n អញ្ចឹងយើងបានកោសិកាកូន2សេគុណ n ស្មើ64គឺស្មើចំនួនដែលយើងបានពីក្នុងបំរាប់របស់លំហាត់ហ្នឹងអញ្ចឹង2សេគុណ n ស្មើ64នេះបើ64នេះយើងលើកទៅជាខ្សែគុណទៅគឺ2សេគុណ6មែនទេចាអញ្ចឹងយើងអាចទាញថា n ស្មើ6បានទេអញ្ចឹងដូចនេះអង្គប្រយ៉ងនេះធ្វើមីតូចំនួន6ដងចាចប់សំណួរកនៃលំហាត់ទី1ចូលទៅដល់សំណួរខគេឲ្យយើងរករយៈពេលនៃវត្តកោសិកានីមួយៗអញ្ចឹងបំរាប់ដែលគេប្រាប់មកគឺវត្តកោសិកាសរុបមានន័យថារយៈពេលនៃវត្តកោសិកាសរុបដែលវាបានធ្វើនោះគឺ120ម៉ោងហើយដោយមួយវត្តកោសិកាយើងបានដឹងថាវាអាចនិយាយថាមួយដងនៃមីតូដែរតោះនេះចឹងចាអញ្ចឹងដល់អំប្រយ៉ងនេះធ្វើមីតូចំនួន6ដងគេអាចទាញបានថាវាមានចំនួន6វត្តកោសិកាទេចាអញ្ចឹងមានន័យថា6វត្តកោសិកាដែរអញ្ចឹងចំនួនវត្តកោសិកាវាស្មើ6អញ្ចឹងឥឡូវគេបាននៃគេរយៈពេលមួយវត្តកោសិកាស្មើនឹងប៉ុន្មាន120ម៉ោងដែលចំនួនម៉ោងសរុបវាហ្នឹងណាចែកនឹង6ទៅអញ្ចឹងយើងបាន20ម៉ោងអញ្ចឹងយើងតាមទាញចម្លើយវិញមកថាដូចនេះរយៈពេលវត្តកោសិកានីមួយៗស្មើនឹង20ម៉ោងចានេះគឺជាដំណោះស្រាយទាក់ទងលំហាត់ទី1តោះយើងមើលលំហាត់អនុវត្តទី2អំប្រយ៉ងមួយលូតលាស់ចេញពីស៊ីហ្គូតមួយហើយបានកោសិកាចំនួន256បើគេដឹងថារយៈពេលមួយវត្តកោសិកាប្រើរយៈពេល12ម៉ោងកតើអំប្រយ៉ងនេះរងមីតូប៉ុន្មានដងនិងខតើអំប្រយ៉ងនេះមានអាយុប៉ុន្មានថ្ងៃចាឥឡូវយើងមើលដំណោះស្រាយលំហាត់អនុវត្តទី2របស់យើងសំណួរកគេសួររកចំនួនដងនៃមីតូចាអញ្ចឹងយើងស្រង់បំរាប់ដោយលំហាត់មុនដែរគឺបំរាប់អំប្រយ៉ងមានកោសិកាចំនួន256ចឹងបើគេនិយាយពីស៊ីហ្គូតយើងសរសេរស៊ីហ្គូតមកបើកោសិកាវាយើងសរសេរកោសិកាទៅបើស៊ីហ្គូតមួយធ្វើមីតូមួយដងទទួលបានកោសិកាកូន2សេគុណ1
បើវាធ្វើ2ដងទទួលបានកោសិកាកូន2សេគុណ2 3ដងទទួលបានកោសិកាកូន2សេគុណ3យើងទៅសេយ៉ាងហើយណាក៏2ដងទៅ3ដងដែរកន្លែងហ្នឹងណាចាបើស៊ីកុតមួយធ្វើមីតូ n ដងទទួលបានកោសិកាកូន2សេគុណ n អញ្ចឹងយើងបានកោសិកាកូនគឺ2សេគុណ n ស្មើនឹង256ហើយ256នេះយើងលើកជាស្វ័យគុណទៅគឺស្មើនឹង2សេគុណ3អញ្ចឹងយើងអាចចុះបន្ទាត់តិចមកសម្រាប់ក្នុងសភៅរបស់យើងណាយើងថានាំឲ្យ n ស្មើនឹង8ចាអញ្ចឹងដូចនេះស៊ីកូតធ្វើចំណែកមីតូចំនួន8ដងចាឡើងចូលដល់សំណួរខចាសំណួរខនេះគឺរកអាយុរបស់អំបញ្ញនេះអញ្ចឹងវាមានប៉ុន្មានថ្ងៃហើយណាគិតជាថ្ងៃវិញណាចាបើគេដឹងថារយៈពេល1វត្តកោសិកាស្មើ12ម៉ោងហើយស៊ីកូតនេះធ្វើមីតូចំនួនប៉ុន្មានដងមិនហ្នឹង8ដងអញ្ចឹងបើ8ដងវាមានថាស្មើនឹង8វត្តកោសិកាដែរតោះណាចាអញ្ចឹងអាយុរបស់អំបញ្ញនេះគឺមានរយៈពេលប៉ុន្មានចាយើងយក8ហ្នឹងទៅគុណនឹង12ម៉ោងទៅ6វត្តស្មើ12ម៉ោងចាអញ្ចឹងយើង8វត្តមានន័យថា8គុណ12ស្មើ96ម៉ោងអញ្ចឹងដោយមួយថ្ងៃមាន24ម៉ោងអញ្ចឹងគេបានអាយុរបស់អំបញ្ញនេះស្មើនឹង96ចែកនឹង24ចាគឺស្មើនឹង4តោះនេះចឹងស្មើនឹង4អញ្ចឹង4នេះគឺជា4ថ្ងៃហើយគេបើយើងចែកនឹង24ម៉ោងអញ្ចឹងយើងអាចនិយាយថាដូចនេះអាយុរបស់អំបញ្ញនេះគិតជាថ្ងៃគឺ4ថ្ងៃចាអរគុណអញ្ចឹងសម្រាប់សំណួររំលឹកមេរៀននៅក្នុងមេរៀនទី3ដែលនៅក្នុងជំពូកទី1ហើយនឹងលំហាត់ខ្លះដែលតាក់ទងនឹងមេរៀននេះសង្ឃឹមថាបងប្អូននឹងយល់មេរៀនកាន់តែច្បាស់ទៀតណាអញ្ចឹងកុំភ្លេចចូលទៅអនុវត្តខ្លួនឯងបន្ថែមផងដោយបង្កើតជាលំហាត់តូចណាដាក់ជាស្វ័យគុណដាក់ជាចំនួនដងតិចតួចជាងទៅយើងអាចអនុវត្តចុះឡើងយើងអាចធ្វើវាបានហើយចាអរគុណអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺសូមបញ្ចប់ជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលា